ពេលដែលគាត់កំពុងតែចុះជណ្ដើរពីលើផ្ទះមកគឺស្រាប់តែលេចនៅព្រាយគឺបានមកច្រានគាត់ទម្លាក់ពីលើកាំជណ្ដើរនឹងតែម្ដងគឺជាសាច់រឿងប៉ាត់មួយរបស់អ្នកមីងម្នាក់ដែលគាត់បានចែកម្លែកមកខ្ញុំតាម TikTok គឺគាត់បាននិយាយថាគឺក្រុមគ្រួសាររបស់គាត់គឺពិតជាត្រូវបានគេដាក់អំពើមែនហើយក្រុមគ្រួសាររបស់គាត់ចាប់តាំងពីថ្ងៃដែលគាត់ត្រូវបានគេដាក់អំពើនឹងមកមុខរបររស់ស៊ីក៏លែងដើរអ្វីដែលសំខាន់នឹងគឺគាត់បានបាត់បង់ស្វាមីជាទីស្រឡាញ់របស់គាត់ដែលបានកសាងនៅអនុស្សាវរីយ៍ស្រឡាញ់គ្នាយូរឆ្នាំខ្លាំងមែនទែនតើអ្នកមីងដែលគាត់បានចែកម្លែកមកខ្ញុំនឹងគឺមានឈ្មោះថាអ្នកមីងមុំអញ្ចឹងខ្ញុំសូមហៅថាមីងមុំអញ្ចឹងមីងមុំគឺគាត់គឺជាអ្នកដែលគាត់លក់ដូរនៅមុខផ្ទះជាអ្នកលក់បាយម្ហូបកំងអញ្ចឹងគឺគាត់នៅលក់នៅផ្លូវមួយដែលខ្ញុំសូមអត់បញ្ចេញឈ្មោះទេគឺលក់នៅផ្ទះគាត់ផ្ទាល់តែម្ដងផ្ទះដែលគាត់រស់នៅលក់ដូរនោះគឺជាប្រភេទផ្ទះល្វែងដែលនៅជាប់គ្នាមានផ្ទះទល់មុខគ្នាមានផ្លូវមកល្មមឲ្យបើកឡានអញ្ចឹងគឺគាត់លក់ដូរនឹងរយៈពេល8ឆ្នាំហើយលក់រទីនឹងគឺអត់ដែលមានបញ្ហាអីទេប៉ុន្តែមករយៈក្រោយមកនេះគឺអ្នកចិត្តខាតរបស់គាត់នៅផ្ទះទល់មុខហ្នឹងគឺគេបានបើកមុខរបររកស៊ីដូចគាត់អញ្ចឹងគាត់ក្នុងនាមជាអ្នកចិត្តខាងក៏អត់មានទៅមានបង្កចំនួនអីដែរគេចង់រកស៊ីអីជារឿងរបស់គេគឺក្រុមគ្រួសាររបស់គាត់ហ្នឹងគឺអត់ខ្វល់ទេប៉ុន្តែរហូតដល់ក្រុមគ្រួសារដែលនៅទល់មុខហ្នឹងគឺបាក់លក់ដូររយៈពេល1ខែហើយគឺលក់ដូចគាត់ប៉ុន្តែមិនដាច់ទាល់តែសោះពេលហ្នឹងគាត់មានអារម្មណ៍ថាចាប់អារម្មណ៍ទៅខាងគេដែររួចថាគេលក់អត់ដាច់អញ្ចឹងគឺគាត់មានការអាណិតមែនតើប៉ុន្តែអ្នកខាងហ្នឹងគឺអត់និយាយរកគាត់សោះតែម្ដងតាំងពីមុំគាត់គឺបានបន្តប្រាប់ខ្ញុំថាគាត់គឺពិតជាអត់បានដឹងមែនថាក្រុមគ្រួសារដែលលក់ដូរទល់មុខគាត់ហ្នឹងគឺបានមានចិត្តច្រណែនគឺមានពេលមួយគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាក្រុមគ្រួសាររបស់គាត់គឺលក់ដូរលេងដាច់អ្នកតោះគេយល់ថាកំពុងតែលក់ដាច់សុកហ្នឹងស្រាប់តែកន្លែងដែលគាត់លក់ដូរហ្នឹងគឺវាលេងដាច់តតែសោះហ្មងហើយអ្វីដែលសំខាន់ហ្នឹងស្វាមីគាត់ដែលគាត់គឺជាមនុស្សផងម្នាក់ដែលតែងតែជួយប្រពន្ធកូនហ្នឹងគឺបានខ្លាចទៅជាមនុស្សម្នាក់ដែលឆេវឆាវជាមនុស្សដែលស្លូតប៉ុន្តែគាត់បែរទៅជាមនុស្សផុសឆេវឆាវអញ្ចឹងអ្នកមីងក៏គាត់បានចាប់អារម្មណ៍ហើយគាត់គិតថាប្រហែលជាស្វាមីគាត់ធុញថប់លក់ដូររងណាអីចឹងទៅគាត់គឺជាមនុស្សម្នាក់ដែលចិត្តត្រជាក់មែនតើអ្នកមីងគឺគាត់ព្យាយាមលួងប្តីគាត់ប៉ុន្តែប្តីគាត់នឹងគឺអត់ស្ដាប់គាត់ទៀតអញ្ចឹងអ្នកមីងមុំគាត់មានអារម្មណ៍ថាក្រុមគ្រួសារគាត់គឺដូចរាសីធ្លាក់ខ្លាំងមែនតើអញ្ចឹងរហូតដល់គាត់នេះសម្រេចចិត្តទៅរកគ្រូនៅសារតែក្រុមគ្រួសាររបស់គាត់នឹងគឺរបៀបថាដាក់មែនតើរ៉ូស៊ីក៏លេងដាច់ប្តីចាប់ផ្ដើមមួម៉ៅហើយបែរដែលសំខាន់នឹងគឺជំងឺនឹងគឺព្យាបាលជាព្យាបាលមួយទៅមួយហ្នឹងគឺអត់ជាតតែសោះតែម្ដងនៅពេលដែលគាត់សម្រេចចិត្តថាគាត់ទៅរកគ្រូហ្នឹងគាត់បានជួបជាមួយនឹងអ្នកគ្រូម្នាក់ដែលអ្នកគ្រូហ្នឹងគឺគាត់របៀបថាគាត់ស្គាល់តាមអ្នកដែលប្រាប់តគ្នាដែរទេអ្នកគ្រូហ្នឹងគឺបកាយអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ទៅជួបអ្នកគ្រូហ្នឹងភ្លាមគាត់មិនទាន់នឹងបាននិយាយថាក្រុមគ្រួសាររបស់គាត់នឹងមានបញ្ហាអីផងអ្នកគ្រូហ្នឹងគឺនិយាយហ្មងថាមកនឹងដោយសារតែក្រុមគ្រួសារលក់ដូរដាច់ប្តីឈឺមែនទេគឺគាត់និយាយអញ្ចឹងអ្នកមីងមុំគាត់មានអារម្មណ៍ថាគាត់ជឿប្រហើយដល់ពេលអញ្ចឹងដោយសារតែក្រុមគ្រួសាររបស់គាត់ហ្នឹងគឺអត់ដែលជឿទៅលើរឿងចឹងឯងមួយថ្ងៃគាត់តែពីរហស៊ីឯងអញ្ចឹងនៅពេលដែលគាត់លឺអ្នកគ្រូដែលគាត់ចេះរឿងចឹងនិយាយបែបហ្នឹងគឺគាត់ភ្ញាក់ព្រឺតមកហើយគាត់ក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់អ្នកគ្រូហ្នឹងអញ្ចឹងអ្នកគ្រូហ្នឹងគឺគាត់និយាយថាគ្រួសាររបស់មុំឯងហ្នឹងគឺត្រូវបានគេដាក់អំពើហើយអំពើនោះគឺអត់មានដាក់ទៅកន្លែងណាទេនៅពេលដែលមុំឯងនេះលក់ដូរចាប់គឺតែងតែក្រាបសម្រាមមែនទេគឺដាក់នៅកន្លែងសម្រាមនឹងហ្មងចឹងមានន័យថាអំពើដែលគេដាក់នឹងគឺប្រភេទបាតទៅលើអត់ហ្មងចាប់នៅពេលដែលគាត់កាបសម្រាមបោះសម្រាមធៀបចំសារតបហ្នឹងគឺគាត់យកដៃទៅប៉ះអំពើហ្នឹងគឺធ្លាក់មកលើប្តីប្រពន្ធគាត់តែម្ដងអញ្ចឹងមីមុំគាត់ទៅលឺអញ្ចឹងគឺគាត់ភ្ញាក់ព្រឺតហ្មងអ្នកតែគ្នារឿងមួយនេះគឺជារឿងប៉ិតហើយរឿងមួយនេះគឺព្រឺសបោខ្លាំងមែនតើអ្នកតែគ្នាស្មានដល់លេថាមនុស្សយើងគឺពិតជាខត់អត់ថានឹង generation នេះរហូតដល់យើងអត់ដឹងថាលឺថាអំពើហ្នឹងគឺដាក់ទៅលើអត់លើសម្រាមអញ្ចឹងគឺយើងនឹងអត់ឃើញហ្មងបើសិនជាខ្ញុំនឹងអត់ឃើញដែរអញ្ចឹងអ្នកមីងមុំគឺគាត់ភ្ញាក់ចឹងគាត់ក៏បានដូចថាសួរអ្នកគ្រូនឹងថាតើគូធ្វើបែបម៉េចទៅក្រុមគ្រួសារខ្ញុំនេះ
វាថាលេងមានបញ្ហានឹងហើយអំពើនឹងឈប់ធ្លាក់មកលើគ្រួសារខ្ញុំតែអ្នកគ្រូនឹងបែរទៅជានិយាយថាខ្ញុំពិតជាអត់អាចជួយក្រុមគ្រួសារអ្នកបាន100%ទេដោយសារតែប្តីរបស់អ្នកនឹងគឺត្រូវបានព្រាយនឹងគឺបានគ្រប់គ្រង100%អញ្ចឹងមានន័យថាអ្នកដែលបានដាក់អំពើនឹងគឺបានប្រាឲ្យព្រាយហ្នឹងគឺមកយាងជីប្តីរបស់អ្នកមីមុំតែម្ដងអញ្ចឹងគឺប្តីរបស់អ្នកមីមុំគាត់នឹងមិនអាចជាពីជំងឺនោះទេអញ្ចឹងអ្នកមីមុំគាត់ទៅលើកបែបហ្នឹងគឺគាត់យំផងបបផងប៉ុន្តែអ្នកគ្រូហ្នឹងគឺនៅតែនិយាយថាគឺគាត់អាចព្យាបាលបានគឺគ្រាន់តែអាចជួយឲ្យការដាក់អំពើហ្នឹងគឺវាថយជាងមុនហើយក៏លែងចូលអីចឹងទៅអ្នកទាំងគ្នាយល់ថាគឺដាក់យ័ន្តដាក់អីលើផ្ទះអញ្ចឹងធ្វើឲ្យមុនគេថាដែលគេបានដាក់នៅលើយើងហ្នឹងគឺវាសាបម្ដងតិចគាត់អាចឲ្យសាបភ្លាមបានបាត់ឆឹងទេមីមុំទោះបីជាគាត់បានទទួលយ័ន្តដើម្បីដាក់នៅលើផ្ទះក៏ដោយក៏គាត់នៅតែស្វែងរកគ្រូផ្សេងឲ្យជួយប្រិយគាត់ដែរប៉ុន្តែមិនថាគាត់ទៅពេទ្យទៅជប់គ្រូគឺប្រិយរបស់គាត់នឹងគឺពីមួយថ្ងៃទៅមួយថ្ងៃនឹងគឺឈឺអត់បាត់ទេអស់ពីជំងឺមួយចូលជំងឺមួយរហូតដល់មានពេលមួយនឹងប្តីគាត់គឺត្រូវបានស្លាប់បាត់បង់ជីវិតតែម្ដងពេលនោះមីមុំគឺគាត់បាក់ទឹកចិត្តខ្លាំងមែនតើដោយសារតែគាត់គឺជាប្រពន្ធម្នាក់ដែលមានកូនតែអញ្ចឹងគឺគាត់រងថ្ងៃគឺមានតែប្តីឯងអញ្ចឹងគឺនៅពេលដែលគាត់បាត់បង់ប្តីជាទីស្រឡាញ់របស់គាត់គឺធ្វើឲ្យគាត់បាក់ទឹកចិត្តគឺគាត់នៅម្នាក់ឯងគឺគាត់របៀបថាអ្នកទាំងគ្នាយល់ហើយគឺមនុស្សអត់មានកូនអត់មានចៅគឺស្រាប់តែសុខប្តីត្រូវស្លាប់ដោយសារគេដាក់អំពើបែបហ្នឹងអញ្ចឹងមានពេលមួយហ្នឹងគឺបន្ទាប់ពីប្តីគាត់បានខូចអ្នកទាំងគ្នាខូចរយៈពេល2ខែមីមុំគឺគាត់ពិបាកចិត្តខ្លាំងមែនតើប៉ុន្តែគាត់នៅតែបន្តការដាក់យ័ន្តនៅលើផ្ទះហ្នឹងអញ្ចឹងមានពេលមួយហ្នឹងគឺគាត់របៀបថាគាត់លេងកេងម្នាក់ឯងគឺគាត់មានបងប្អូនអញ្ចឹងទៅបងប្អូនក៏គេបានមកកេងជាមួយមីមុំអញ្ចឹងទៅដើម្បីកុំឲ្យមីមុំគិតខ្លីគិតអីអញ្ចឹងទៅអញ្ចឹងមានពេលមួយហ្នឹងខ្ទង់មកប្រហែលជា12មីមុំបានប្រាប់ខ្ញុំថាគាត់គឺបានយល់សពឃើញព្រាយហ្នឹងគឺឡងគាត់គឺព្រាយហ្នឹងសភាពគឺជាព្រាយដែលខ្មៅភ្នែកសមុខគឺស្ទើរតែឈាមហើយបានចង្អុលមុខគាត់តែចង្អុលពីក្រៅផ្ទះហើយបាននិយាយថាអញនឹងតាមយាយហើយរហូតដល់ឲ្យស្លាប់គឺបែបហ្នឹងអញ្ចឹងមីមុំគឺគាត់គឺស្ទុះមកបែកញើសស្រាក់ហើយបងស្រីគាត់ដែលគេចិត្តហ្នឹងគឺបានស៊ូកាត់អីចឹងទៅចឹងមីមុំពេលហ្នឹងគឺគាត់មានបានប្រាប់ទេរហូតដល់ផឹកស្អែកហ្នឹងគឺគាត់បានទៅវត្តតែម្ដងអ្នកទាំងគ្នាដល់សារតែគាត់គឺពិតជាមិនអាចទ្រាំនៅការដាក់អំពើនឹងបានទៀតទេក៏ប៉ុន្តែពេលដែលគាត់រៀបទៅវត្តហ្នឹងអ្នកទាំងគ្នាគាត់ចុះពីលើកាំចិនដាវដើម្បីជិះម៉ូតូទៅវត្តគាត់បានធ្លាក់ពីលើកាំចិនដាវហ្នឹងដោយសារតែគាត់ចុះសុកនេះស្រាប់តែគាត់ប្រាប់ខ្ញុំថាគាត់មានអារម្មណ៍ថាមានម្រាមដៃតិចរុញគាត់ធ្លាក់ពីលើកាំចិនដាវនឹងតែម្ដងប៉ុន្តែសំណាងពេលហ្នឹងគឺចដាវហ្នឹងគាត់ចុះចិត្តផុតហើយគឺសល់តែ3កាំទេគាត់មិនហ៊ានសម័យទេថាគាត់ចុះពីលើចាគាត់បានប្រាប់ខ្ញុំថាគាត់ឲ្យហ៊ានសម័យថាគាត់ចុះពីលើចដាវ10កាំហើយស្រាប់តែធ្លាក់អញ្ចឹងបើសិនជាធ្លាក់10កាំមែនគាត់ប្រកាសជាមិនអាចមានជីវិតរស់ម្ដងសប្តាហ៍ថ្ងៃទេនិយាយចំទៅអ៊ីមុំគាត់ប្រាប់ខ្ញុំទាំងក្តុកក្តួលតែតោះនេះគាត់ទៅសេប្រាប់ខ្ញុំចង់នៅពេលដែលគាត់លួបែបនឹងហើយបងស្រីគាត់បានឃើញក៏បានមកលើកហើយមីមុំនឹងគឺបានប្រាប់ភឹងទាំងអស់ទៅដល់បងស្រីគាត់ចឹងទៅចាំបងស្រីគាត់គឺបញ្ញាដឹកប្អូនទៅវត្តតែម្ដងតែគាត់បានទៅដល់វត្តជួបព្រះចៅអធិការក៏មានសង្ឃដីកាថាគាត់គឺបានជំពាក់កម្មជាមួយនឹងព្រាយដែលបានគេបជាដាក់អំពើនឹងអញ្ចឹងគឺឲ្យគាត់នឹងធ្វើបុណ្យឲ្យបានច្រើនហើយប្តីគាត់នឹងគឺអស់កម្មអញ្ចឹងទៅអញ្ចឹងអ្នកមីមុំគាត់ណាលឺប្តីគាត់យំទៀតឯណាតាគ្នាយំនិយាយមែនរឿងមើលនេះពិតជាអាណិតមីមុំខ្លាំងមែនតើហើយវាក៏ជារឿងប៉ិតមួយដែលជាសារដាស់តឿនហើយក៏អ្នកតាគ្នាអាចយករឿងហ្នឹងទៅគិតបានដោយសារតាកុំឲ្យគិតថាមនុស្សនៅលើโลกនេះគឺសិតតាជាមនុស្សល្អគឺអត់ទេណាគឺខ្ញុំនិយាយមែនខ្ញុំញ៉ាំនិយាយរឿងគាត់ទេណាប៉ុន្តែខ្ញុំក្តុកក្តួលខ្លាំងមែនតើដូចថាខ្ញុំមកនឹកស្មានថាមនុស្សយើងវាខូចខើលើថាហ្នឹងអញ្ចឹងរឿងមួយនេះគឺបានដាក់ចាប់អារម្មណ៍គាត់គឺប្តីរបស់គាត់បានខូចរយៈពេល5ឆ្នាំហើយអញ្ចឹងរឿងហ្នឹងគឺកាត់ឡើងតាំងពី5ឆ្នាំមុនមកម្លេះអញ្ចឹងសាច់រឿងរបស់ខ្ញុំចាប់ពេលនេះបើសិនជាអ្នកទាំងគ្នាចូលចិត្តនៅការសម្រាប់របស់ខ្ញុំក៏ដូចជាមានសាច់រឿងណាដែលអ្នកទាំងគ្នាបានជួបចង់ឲ្យខ្ញុំសម្រាប់ចែកជូនបងប្អូនដែលគាត់មើល TikTok ខ្ញុំហ្នឹងគឺអាចឆាត